រឿងគ្រូនិងសិស្សមានភិក្ខុមួយអង្គគង់នៅនីកាមានកតែម្នាក់ឈ្មោះអាផ្លូនឈើណាស់គ្រូល្ងងណាស់ឆោតច្រើនគ្មានឧបាសកណារាប់អានយកចង្ហាន់ស្លាបារីទៅប្រគេនឬនិមន្តឆាន់ផ្ទះដល់ម្ដងឡើយលោកនោះក្រលំបាកពន់ពេកតែលោកមានដំរីមួយថ្ងៃមួយលោកនោះពិចារណាថាសប្តាហ៍ថ្ងៃនេះគ្មានឧបាសកឧបាសិកាគេប្រគេនវត្ថុអ្វីឆាន់សោះហើយដូច្នេះគូអញទិញវត្ថុផ្សេងយកមកទុកឆាន់កុំឲ្យលំបាកគិតដូច្នោះហើយក៏ប្រាប់កូនសិស្សថាអាផ្លូនឯងចាប់ដំរីមកហើយឯងទៅផ្សារនឹងអញរកទិញវត្ថុផ្សេងយកមកទុកឆាន់កូនសិស្សទៅចាប់ដំរីបានមកគ្រូនិងសិស្សក៏ឡើងជិះដំរីទៅផ្សារលុបទៅដល់គ្រូប្រាប់សិស្សថាឯងទិញវត្ថុអ្វីដែលទុកបានយូរមិនខូចអាផ្លូនជាសិស្សក៏ទិញអំបិលមួយច្រកការុងស្រាច់គ្រូឃើញសួរថាហេតុដូចម្ដេចក៏ឯងទិញតែអំបិលមិនទិញត្រីឆ្អាត្រីងៀតផងកូនសិស្សទូថាអំបិលទុកបានយូរមិនចេះខូចបានជាខៀវព្រះករុណាទិញគ្រូឆោតល្ងងណាស់ក៏ស្ងៀមគ្រូឡើងបដំរីមកវិញសិស្សរែកអំបិលដើរពីក្រោយដល់ពាក់កណ្ដាលផ្លូវគ្រូមើលទៅសិស្សឮសូរដងរែកដូចជាស្រួនក៏សួរថាអាផ្លូនអញមើលទៅឯងរែកអំបិលដូចជាស្រួលឬយ៉ាងណាសិស្សទូថាព្រះករុណាស្រួលណាស់ហើយស្រះផងលោកគ្រូប្រាប់សិស្សថាឯងជិះដំរីវិញអញរែកអំបិលដើរក្រោយលោកគ្រូថាហើយចុះពីលើដំរីមកសិស្សក៏ឡើងជិះដំរីទៅលោកគ្រូប្រាប់ថាឯងបដំរីទៅចាំអញមកលុបឈើមុខសិស្សបដំរីទៅដល់មកលុបឈើក៏មិនឈប់ចាំគ្រូបរហូតដល់វត្តលោកគ្រូរែកអំបិលដើរតាមក្រោយដោយអំបិលនោះធ្ងន់ណាស់លោកគ្រូរែកឈប់បែរមើលទៅសិស្សមិនឃើញក៏គិតថាចាំក្រោយសឹមនាំសិស្សមកយកហើយយកអំបិលទៅលាក់ក្នុងព្រៃមុននឹងលាក់លោកគិតថាទីនេះបើសិនជាមានគេមករកចម្រោកឃើញគេនឹងយកអំបិលនេះអស់មិនខានគួរតែរកទីណាដែលកំបាំងភ្នែកអ្នកទាំងពួងគឺមានតែក្នុងទឹកទៅគេមើលមិនឃើញហើយក៏យកអំបិលទាំងពីរការុងទៅលាក់ទុកក្នុងទឹកហើយដើរទៅលក់ដល់សួរសិស្សថាហេតុដូចម្ដេចក៏ឯងមិនចាំអញសិស្សទូថាខ្ញុំព្រះករុណាបដំរីមកប្រងចាំលោកគ្រូដែរតែដំរីមិនព្រមចាំសោះអង្វរដូចម្ដេចក៏វាមិនព្រមវាប្រឹងដើរដល់វត្តទើបឈប់សិស្សសួរលោកគ្រូថាលោកគ្រូទូកអំបិលឯណាគ្រូប្រាប់ថាអញលាក់ទុកនៅទីឯណោះអញកិច្ចដើមឈូកដោតជួយសម្គាល់ព្រឹកឡើងនាំកូនសិស្សទៅយកអំបិលវិញលុះដល់ប្រាប់សិស្សថាអញលាក់ទុកក្នុងត្រពាងនេះសិស្សលាន់មាត់ថាម៉ែអើយវារលីអស់ហើយអាផ្លូនក៏ចុះទៅយកអំបិលលើការុងទាំងពីរឡើងរលីអស់គ្មានសល់ចំណងដែលចងមាត់ការុងដាច់អស់ឃើញឯត្រីកញ្ជុះមួយនៅក្នុងការុងនោះសិស្សទូលោកគ្រូថាមានត្រីកញ្ជុះមួយនៅក្នុងការុងវាស៊ីអំបិលអស់ទៅហើយយកត្រីនិងការុងប្រគេនគ្រូមើលលោកគ្រូឃើញត្រីខាងណាស់ក៏ទះកំភ្លៀងមុតដៃនឹងថ្មងត្រីជាប់ពីត្រីចាប់ពើតឈឺខ្លាំងពេកលោកគ្រូថាឯងចាប់ត្រីដកថ្មងវាឆាប់ត្បិតអញឈឺណាស់សិស្សក៏ចាប់ដកទាញស្ទើរតែមិនរួចលូដករួចឈាមហូរជាខ្លាំងពីត្រីរឹតតែឈឺខ្លាំងឡើងលោកគ្រូនាំកូនសិស្សទៅវត្តវិញយកទាំងការុងនិងត្រីកញ្ជុះទៅផងដល់ទៅប្រាប់សិស្សថាអាផ្លូនឯងដាំបាយមួយឆ្នាំងអាំងត្រីកញ្ជុះនោះឲ្យឆ្អិនជាឆាប់អញនឹងឆាន់លុះពីអន់ចាប់ពើតលោកគ្រូក៏សំងុំសឹងលក់ទៅអាផ្លូនក៏ដាំបាយអាំងត្រីឆ្អិនហើយបរិភោគអស់ទុកតែបាយមួយពំនូតនិងឆ្អឹងត្រីក្នុងចានគ្របតែវាគ្របមិនឲ្យចិត្តលោកគ្រូភ្ញាក់ឡើងប្រាប់សិស្សថាឯងយកបាយនិងត្រីមកឆាន់អាផ្លូនក៏ធ្វើជាកិរិយាដូចជាទៅយកបាយប្រគេនលោកគ្រូរួចមកទូថាបាយនិងត្រីរុយស៊ីអស់ហើយនៅសល់តែមួយពំនួតនិងឆ្អឹងត្រីលោកគ្រូជឿឥតសង្ស័យដោយឆោតល្ងងក៏ឲ្យរំពាត់ផ្ដៅមួយមកសិស្សថាឯងយករំពាត់វាយរុយកុំឲ្យវានៅលើកដីអាផ្លូនជាសិស្សក៏វាយរុយមិនឈប់គ្រានោះមានរុយទុំច្រមុះលោកគ្រូវាយទៅមិនត្រូវរុយត្រូវច្រមុះលោកគ្រូបែកឈាមហូរឆ្កាយសិស្សភ័យណាស់រត់គេដល់ផ្ទះយករឿងទៅប្រាប់ឪពុកម្ដាយប្រាប់កូនឲ្យមកវត្តវិញកូនប្រកែកមិនព្រមមកលោកគ្រូទៅតាមក៏វាមិនហ៊ានមកដោយខ្លាចគ្រូវាយថ្ងៃមួយលោកគ្រូតាំងពិធីសូត្រមន្តអាគមស្នេហ៍បន្ទន់ចិត្តសិស្សឲ្យមកអាផ្លូនជាសិស្សបានដឹងថាលោកគ្រូតាំងពិធីសូត្រមន្តដូច្នោះក៏មកវត្តវិញដើម្បីឲ្យគ្រូជឿថាស្នេហ៍ពូកែលុះដល់វត្តវិញដានលោបចូលទៅឃើញលោកគ្រូកំពុងតែអង្គុយសូត្រមន្តក៏សួរលោកគ្រូថាលោកគ្រូធ្វើអ្វីលោកគ្រូក៏ហកថាអញសូត្រមន្តអាគមកំបាំងខ្លួនព្រោះអញទៅរៀនពីគេ
ហើយលោកគ្រូគិតថាស្នាអញពូកែមែនបានជាសិស្សអញវាមកវិញលោកព្រឹកឡើងសិស្សដាំបាយធ្វើម្ហូបស្រេចទូថាចង្ហាន់ឆ្អិនហើយលោកគ្រូថាបើដូច្នេះឯងលើកយកឲ្យអញឆាន់អាផ្លាញ់ក៏លើកមកប្រកេនធ្វើជាមើលមិនឃើញដាក់ថាសលើក្បាលលោកគ្រូស្រែកថាអាផ្លាញ់ហេតុម្ដេចក៏យកថាសមកដាក់លើក្បាលអញសិស្សទូថាខ្ញុំព្រះករុណាមើលមិនឃើញលោកគ្រូងាកចេញអាផ្លាញ់ក៏ដាក់លើក្បាលលោកគ្រូទៀតលោកគ្រូថាឯងដាក់ថាសលើក្បាលអញទៀតហើយសិស្សថាខ្ញុំព្រះករុណាសុំទោសព្រមមើលមិនឃើញលោកគ្រូជឿថាខ្លួនរៀនស្នេហ៍ពូកែប្រកាសឥឡូវក៏ហក់វាថាតាំងពិធីមន្តអាគមបំបាំងខ្លួនវិញក៏ទៅជាពូកែគេមើលមិនឃើញប្រកាសមែនហើយគួរតន្ទិញឲ្យចាំកុំឲ្យភ្លេចអាផ្លួយលក់ប្រកេនចង្ហាន់លោកគ្រូឆាន់រួចហើយវាលើកមកបរិភោគខ្លួនវាថ្ងៃក្រោយមានឧបាសកគេនិមន្តលោកគ្រូទៅឆាន់ឯផ្ទះឧបាសកអាផ្លួយទូថាបើលោកគ្រូនិមន្តទៅឆាន់ផ្ទះកុំស្លៀកស្បង់ឲ្យចាស់ខូចឥតអំពើឃ្លួមតែជ័យពោបានហើយគេមើលមិនឃើញទេត្បិតលោកគ្រូចេះមន្តអាគមបំបាំងខ្លួនពូកែណាស់នរណានឹងមើលកេតខ្មាត់ឃើញលោកគ្រូក៏ជឿតាមពាក្យសាសលុះព្រឹកឡើងលោកគ្រូប្រាប់សិស្សថាឯងតាមអញទៅឆាន់ឯផ្ទះឧបាសករួចលោកឃ្លួមតែជ័យពោមិនស្លៀកស្បង់ដោយគិតថាឃ្លួមតែជ័យពោបានហើយព្រោះមន្តអាគមអញពូកែណាស់នរណានឹងមើលកេតខ្មាស់ឃើញរួចនាំកូនសិស្សទៅលុះទៅដល់ឧបាសកនិមន្តឡើងលើផ្ទះហើយគេលើកចង្ហាន់មកដើម្បីប្រគេនលោកឆាន់ដោយលោកមិនបានស្លៀកស្បង់អង្គុយមិនស្រួលងាកឆ្វេងងាកស្ដាំក៏លិចកេតកណ្ដាលវាលឧបាសកឃើញដូច្នោះគេក៏នាំគ្នាសាយហូលវ៉ាន់ឡាងលោកគ្រូពុំទាន់ឆាន់ចង្ហាន់មានចិត្តខ្មាស់គេណាស់ក៏ចុះពីលើផ្ទះត្រឡប់ទៅវត្តវិញជេរបន្ទប់សិស្សថាឯងមិនអោយអញស្លៀកស្បង់ឥឡូវខ្មាស់គេណាស់អាផ្លាញ់ទូថាលោកគ្រូកុំខ្ញាល់នឹងខួមព្រះករុណារឿងនេះប្រហែលជាខុសត្រណមទេឬលោកគ្រូសួរថាឯងឃើញអញខុសត្រណមដូចម្ដេចអាផ្លាញ់សួរថាលោកគ្រូនិមន្តទៅឆាន់ឯផ្ទះទៅផ្លូវណាលោកគ្រូប្រាប់ថាអញកាយទៅចេញផ្លូវកើតសិស្សថាអូច្បាស់ជាលោកគ្រូខកត្រណមហើយថ្ងៃមុនលោកគ្រូប្រាប់ខ្ញុំព្រះករុណាថាបើរៀនមន្តអាគមទាំងពួងត្រូវតែតមស៊ីផ្លែស្ពឺសួរបីតែមុជក្រោមដើមស្ពឺក៏មិនបានវាសាបមន្តអាគមឥឡូវលោកគ្រូមុជក្រោមដើមស្ពឺបានហើយបានជាខកត្រណមសាបអាគមអស់ហេតុនេះបានជាគេឃើញកេតខ្មាស់លោកគ្រូបានស្ដាប់ដូច្នោះហើយក៏ថាអូអាផ្លុយអញភ្លេចតំបានជាយ៉ាងនឹងហើយឯងថានោះពិតប្រកបហើយលោកគ្រូនោះដោយឆោតល្ងងហើយក៏ជឿជាក់ឥតសង្ស័យតាំងពីនោះមកអាផ្លូញជាសិស្សនៅបម្រើគ្រូដោយសុខសប្បាយ